គ្រូនៅទីនេះសុទ្ធតែត្រងោលព្រោះតែម្ដាយខឹងជំនួសកូនក៏កោសក់គ្រូទាំងអស់រឿងគឺកាលពីម្សិលមិញម៉ាក់មកដល់ផ្ទះឃើញថាគ្រូយកលេសថារំខានការរៀនចាប់កោសក់កូនស្រីតតែអស់ម៉ាក់ខឹងខ្លាំងណាស់ហើយសច្ចាថាត្រូវតែទាយុទ្ធធរវិញឲ្យបានកូនថាគ្រូថាសក់កូនវែងរំខានដល់ការរៀនគ្រូថាបើមិនកាត់មិនឲ្យរៀនទេគ្រូយកកូនទៅការិយាល័យប្រើម៉ាស៊ីនកាត់សក់កូនខ្លាចណាស់គ្រូច្រើនណាស់នៅទីនោះតែគ្មាននរណាជួយទេកុំអីម៉ាក់មិនអីទេកូនមិនអីទេម៉ាក់មកវិញហើយម៉ាក់នៅទីនេះកូនអាក្រក់ណាស់គេនឹងសាច់កូនកូនម៉ាក់នៅតែស្អាតសក់កាត់ហើយនឹងដុសវិញកូនម៉ាក់ស្អាតជាងគេហើយក្លាហានជាងគេខ្ញុំដាក់កូនឲ្យគេងដណ្ដប់ភួយឲ្យអង្គុយមើលកូនយ៉ាងយូររួចខ្ញុំដើរចេញពីបន្ទប់យ៉ាងស្ងាត់បិទទ្វារតិចខ្ញុំដើរចូលបន្ទប់ធ្វើការបើកថតទុំមួយក្នុងនោះមានប្រអប់ឧបករណ៍មួយជារបស់ប្តីខ្ញុំដែលស្លាប់ទៅគាត់ជាជាងកាត់សក់ដ៏ពូកែម្នាក់សក់កូនកាលពីតូចគឺគាត់ជាអ្នកកាត់ឲ្យរហូតខ្ញុំបើកមើលឆាតថ្នាក់រៀនរកមើលឆាតរបស់គ្រូលីវរូប profile គឺជារូបគាត់ជាមួយសក់រួញយ៉ាងស្អាតការបង្ហោះថ្មីបំផុតរបស់គាត់គឺគាត់កំពុងធ្វើសក់នៅហាងទំនើបខ្ញុំទៅនិយោសាលាតែមកយប់ម្លេះមានការអីព្រឹកស្អែកខ្ញុំនឹងទៅសាលាសង្ឃឹមថានាយកនិងគ្រូលីវនៅទីនោះបន្ទាប់មកខ្ញុំយកឡាមដ៏មុតបំផុតមួយចេញមកផ្លែឡាមមុតស្រួចណាស់ខ្ញុំយកថ្មសំលៀងមួយមកដួសទឹកមួយចានតូចអង្គុយនៅតុចាប់ផ្ដើមសំលៀងឡាមខ្ញុំសន្យានឹងកូនថាលែងឲ្យអ្នកណាធ្វើបាបកូនទៀតហើយស្អែកខ្ញុំនឹងយកឡាមនេះទៅសាលាជួបគ្រូលីវម៉ាក់សន្យាចាប់ពីថ្ងៃនេះទៅគ្មានអ្នកណាអាចធ្វើបាបកូនបានទេខ្ញុំក្រោកឡើងយឺតខ្លាចកូនភ្ញាក់ដើរចូលផ្ទះបាយធ្វើម្ហូបឲ្យកូនអាហារនេះផ្ដល់ភាពកក់ក្ដៅដល់កូននិងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំកូនឲ្យក្រោកឡើងថ្ងៃនេះត្រូវទៅសាលាម៉ាក់កូនមិនចង់ទៅសាលាទេកូនមើលមុខខ្ញុំស្ដាប់ម៉ាក់ណាទី1កូនមិនបានធ្វើខុសទេអ្នកខុសគឺគ្រូដែលកាត់សក់កូនគាត់ធ្វើខុសធ្ងន់ណាស់ទី2សក់នឹងដុសមកវិញតែភាពក្លាហាននិងស្នាមញញឹមកូនភាពសប្បាយរីករាយរបស់កូនមិនត្រូវបាត់បង់ដោយសារអ្នកដទៃទេបើកូនលាក់ខ្លួនគេកាន់តែបានចិត្តទី3ថ្ងៃនេះម៉ាក់ទៅសាលាជាមួយកូនម៉ាក់នឹងនៅក្បែរកូនជានិច្ចម៉ាក់នឹងឲ្យគ្រប់គ្នាដឹងថាគ្មានអ្នកណាអាចធ្វើបាបកូនម៉ាក់បានទេម៉ាក់នឹងឲ្យអ្នកធ្វើបាបកូនសងវិញកូនមកក្បាលមើលមុខខ្ញុំម៉ាក់មើលទៅរឹងមាំណាស់តែធ្វើឲ្យកូនបាត់ការភ័យខ្លាចបានខ្លះបញ្ហាកាំងគីឡូធាត់ខ្លាញ់ច្រើនក្បាលពោះធំយាធ្លាក់សូម្បីតែកពួនដៃកពួនជើងក៏ធំដែរចង់បានរាងស្ងៀមស្អាតដៃជើងស្រឡូនក៏ប៉ុន្តែពិបាកក្នុងការតមអាហារសូម្បីតែលេបទឹកមាត់ក៏ធាត់ដែរបញ្ហាទាំងអស់នេះលែងជាក្តីបារម្ភទៀតហើយមិនថាបងអូនធាត់ដោយសារតែញ៉ាំច្រើនជាតិខ្លាញ់នៅក្នុងរាងកាយច្រើនឬក៏ទៅតែសម្រាប់ baby រួចមានបញ្ហាធាត់កាំងគីឡូពិបាកសម្រស់ឬក៏បងអូនធាត់ពីកំណើតក្តីចង់បានរាងស្លឹមស្វិលស្អាតគឺស៊ីផុយតែម្ដងជាមួយនឹងវីតាមីនសម្រក់ទម្ងន់យ៉ាសកាជាមួយនឹងបច្ចេកវិទ្យាថ្មីឬប្រមូលស្តង់ដារចេញមកពីប្រទេសបារាំងសំឡងពីក្របធនជាតិសុទ្ធ 100% ingredient ល្អៗជាពិសេសគឺមានវីតាមីនជួយទ្រទ្រង់ដល់រាងកាយនិងជំរុញដល់ការសម្រកទម្ងន់បានលឿនឆាប់រហ័សខ្លាំងមែនទែនប្រសិទ្ធភាពខ្ពស់អាចស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងជាពិសេសបានផលលឿនខ្លាំងត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះតែវីតាមីនសម្រកទម្ងន់របស់យ៉ាសាកាបងអូនញ៉ាំទៅកុំភ័យថាមានបញ្ហាធីងធងក្អួតចង្អោររាគរូសឬក៏មានបញ្ហាធ្វើទុកពិបាកក្នុងខ្លួនងាយស្រួលញ៉ាំខ្លាំងមែនទែនមិនបង្កផលប៉ះពាល់ដល់សុខភាពជាពិសេសញ៉ាំទៅស្រួលខ្លួនខ្លាំងមែនទែនព្រោះដោយសារតែជាតិពុលក៏ដូចជាជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងអស់ត្រូវបានដុតបំផ្លាញនិងបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសជួយបងអូនទទួលបានរាងស្អាតដោយសុវត្ថិភាពប្រកបដោយសុខភាពល្អតែម្ដងម៉ាក់នឹងធ្វើអីធ្វើរឿងដែលគួរធ្វើឥឡូវក្រោកទៅងូតទឹកញ៉ាំបាយឲ្យឆ្អែតទើបមានកម្លាំងពេលញ៉ាំបាយកូនអន់មុខស្ងាត់ឈឹងញ៉ាំវត្តតិចភ្នែកនៅតែភ័យខ្លាចញ៉ាំទៅកូនយើងត្រូវការកម្លាំងញ៉ាំរួចកូនចង់ពាក់មួក
កុំពាក់អីកូនតែថាមិនបាច់ទេងើបមុខមើលម៉ាក់កូនម៉ាក់ស្អាតណាស់មិនបាច់លាក់ទេខ្ញុំរៀបចំឲ្យកូនថយក្រោយមើលកូនបន្តិចតោះទៅសាលាខ្ញុំកំពុងបើកឡានកូនអង្គុយក្បែរខ្ញុំកែវភ្នែកនៅតែភ័យខ្លាចដដែលមកដល់សាលាសំឡេងអ៊ូអរធ្វើឲ្យកូនតក់ស្លុតកូនអន់ក្បាលចុះដៃស្ទាបក្បាលខ្លួនឯងកុំអន់ក្បាលមើលទៅមុខហើយដើរចូលខ្ញុំចុះពីឡានចុងក្រោយកូនក៏ព្រមកាន់ដៃខ្ញុំដើរចូលសាលាចូលដល់សាលាសំឡេងខ្សឹបខ្សៀវបន្លឺឡើងពីគ្រប់ទិសទីមើលក្មេងស្រីនោះព្រះឲ្យសក់របស់នាងឈឺមែនទេធ្វើគីមីមែនទេយើងដើរចូលកាត់ទីធ្លាមុខទៅដល់តារាងកីឡានៅទីនោះមានសិស្សច្រើនណាស់សិស្សពាក់ឯកសណ្ឋានរៀបរយកំពុងរៀបចំជួរដើម្បីគោរពទង់ជាតិសំឡេងស្រែកបញ្ជាសំឡេងសើចនិយាយលីឡំគ្នាពេញដោយភាពអ៊ូអរតែភាពអ៊ូអរនេះមិនអាចបំបត្តិកំហឹងខ្ញុំបានទេខ្ញុំដើររកគ្រូលីវមិនយូរប៉ុន្មានក៏រកឃើញថ្នាក់ទី3តម្រង់ជួរកុំនិយាយគ្នាកូនទៅចាំម៉ាក់នៅក្រោមដើមឈើនោះទៅក្មេងល្អពេលរៀបចំកូនដើរត្រង់ទៅឆាកខាងមុខនាយកសាលាឃើញខ្ញុំមុនគេសួស្ដីអ្នកម្ដាយឥឡូវដល់ម៉ោងគោរពទង់ជាតិហើយតើអ្នកមានការអីយើងអាចទៅការិយាល័យសិនខ្ញុំមករកគ្រូលីវនាយកសាលាក៏បាត់ស្នាមញឹមគ្រូលីវកំពុងរៀបចំកម្មវិធីវាសំខាន់ណាស់សូមអ្នកទៅអង្គុយចាំការិយាល័យខ្ញុំសិនចាំកម្មវិធីចប់សិនថយចេញដៃនាយកសាលាកងត្រឹងគាត់ឡើងស្លេកមុខនឹងខ្មាស់អៀនយ៉ាងខ្លាំងគាត់ធ្វើជានាយកយូរឆ្នាំមកហើយមិនធ្លាប់មានអាណាព្យាបាលណាប្រើសម្ដីបែបនេះដាក់គាត់ទេខ្ញុំមិនខ្វល់ពីភាពវឹកវរពីក្រោយទេមិនខ្វល់ពីការខ្មាស់អៀនរបស់នាយកទេដើរឡើងទៅលើឆាកគ្រូលីវដែលនៅលើឆាកក៏បានឃើញខ្ញុំដែរអ្នកម្ដាយឥឡូវជាម៉ោងកម្មវិធីសាលាដ៏សំខាន់សូមអញ្ជើញចេញពីទីនេះភ្លាមកុំមករំខានកម្មវិធីសាលាតើអ្នកចង់ធ្វើអីទីនេះមិនមែនកន្លែងលោឡាទេចុចខាងក្រោមដើម្បីមើលពេញបញ្ហាក្រាំងគីឡូធាត់ខ្លាញ់ច្រើនក្បាលពោះធំយាធ្លាក់សូម្បីតែកពួនដៃកពួនជើងក៏ធំដែរចង់បានរាងស្លៀមស្អាតដៃជើងស្រឡូនក៏ប៉ុន្តែពិបាកក្នុងការតមហាសូម្បីតែលេបទឹកមាត់ក៏ធាត់ដែរបញ្ហាទាំងអស់នេះលែងជាក្តីបារម្ភទៀតហើយមិនថាបងអូនធាត់ដោយសារតែញ៉ាំច្រើនជាខ្លាញ់នៅក្នុងរាងកាយច្រើនឬក៏ទៅតែសម្រាប់ baby រួចមានបញ្ហាធាត់ក្រាំងគីឡូពិបាកសម្រស់ឬក៏បងអូនធាត់ពីកំណើតក្តីចង់បានរាងស្លឹមស្វិលស្អាតគឺស៊ីផុយតែម្ដងជាមួយនឹងវីតាមីនសម្រក់ទម្ងន់យ៉ាសកាជាមួយនឹងបច្ចេកវិទ្យាថ្មីឬប្រមូលស្តង់ដារចេញមកពីប្រទេសបារាំងសំឡងពីក្របធនជាតិសុទ្ធ 100% ingredient ល្អជាពិសេសគឺមានវីតាមីនជួយទ្រទ្រង់ដល់រាងកាយនិងជំរុញដល់ការសម្រក់ទម្ងន់បានលឿនឆាប់រហ័សខ្លាំងមែនតើប្រសិទ្ធភាពខ្ពស់អាចស្រក់ពី3ទៅ8គីឡូស៊ីផុយតែម្ដងជាពិសេសបានផលលឿនខ្លាំងត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះតែវីតាមីនសម្រក់ទម្ងន់របស់យ៉ាសកាបងអូនញ៉ាំទៅកុំភ័យថាមានបញ្ហាធីងធងក្អួតចង្អោររាគរូសឬក៏មានបញ្ហាធ្វើទុកពិបាកក្នុងខ្លួនងាយស្រួលញ៉ាំខ្លាំងមែនតើមិនបង្កផលប៉ះពាល់ដល់សុខភាពជាពិសេសញ៉ាំទៅស្រួលខ្លួនខ្លាំងមែនតើព្រោះដោយសារតែជាតិពុលក៏ដូចជាជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងអស់ត្រូវបានដុតបំផ្លាញនិងបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសជួយបងអូនទទួលបានរាងស្អាតដោយសុវត្ថិភាពប្រកបដោយសុខភាពល្អតែម្ដង